ngày ta mua thẻ mua ý những bên còn đang bé ban ở buôn cờ lồ một ham បាននេះគឺជាសមិទ្ធផលមួយទៀតដែលខ្ញុំបានកែបច្ចេកទេសជូនម្ចាស់ផ្ទះដែលស្ថិតនៅខណ្ឌច្បារអំពៅភ្នំពេញហ្នឹងបងប្អូនហើយផ្ទះនេះយើងបានកែទើបតែបានរយៈពេលដូចជា4ខែជាងទេបងប្អូនហើយសមិទ្ធផលល្អមែនទែនហើយវីដេអូនេះគឺម្ចាស់ផ្ទះថតឲ្យខ្ញុំផ្ទាល់តែម្ដងហើយបងប្អូនចង់បានលទ្ធផលបែបនេះផ្ទះមានបញ្ហាយឺតឬក៏បរាជ័យបងប្អូនអាចតាក់ទងប្រឹក្សាជាមួយខ្ញុំបានខ្ញុំនឹងប្រឹក្សាជូនបងប្អូនឥតគិតថ្លៃហើយកុំបងប្អូនកុំទុកផ្ទះចោលអីអាចប្រឹក្សាជាមួយខ្ញុំបានបាទអរគុណជួបគ្នាវីដេអូក្រោយទៀតបងប្អូនបានឃើញអញ្ចឹងវីដេអូនេះម្ចាស់ផ្ទះថតឲ្យមកតាំងពីខែ1ទើបទៅបានកាត់វីដេអូបង្ហោះក្នុង YouTube នេះបងប្អូនបាទនិយាយទៅផ្ទះនេះគឺជាផ្ទះវីឡាដែលយើងកែតម្រូវបច្ចេកទេសរយៈពេលបានជាង4ខែហ្នឹងខ្ញុំឲ្យម្ចាស់ផ្ទះជួតចូលបេះតែម្ដងដោយសារសបុកយើងកើនច្រើនហើយសបុកចាស់នៅមួយចំនួនខ្លះដែរហើយម្ចាស់ផ្ទះគាត់ប្រញាប់ប្រមូលផលដែរក៏ខ្ញុំអនុញ្ញាតឲ្យគាត់បានប្រមូលផលបានខ្លះចឹងបាទបងប្អូនបាទដូច្នេះហើយចាប់ពីនឹងទៅ2ខែខ្ញុំឲ្យម្ចាស់ផ្ទះគាត់ចូលប្រមូលផលម្ដងហើយនិយាយទៅផ្ទះនេះគឺអាចនិយាយបានថាជោគជ័យហើយបងប្អូនព្រោះយើងកែមកដល់ពេលនេះគឺសัตว์ច្រើនមែនទែនបងប្អូនបាទកើនលឿននិយាយទៅផ្ទះនេះដោយថាផ្ទុះអញ្ចឹងផ្ទុះហ្មងអញ្ចឹងណាបងប្អូនពេលអញ្ចឹងបន្ទាប់ពីកែហើយសัตว์ក៏កើនច្រើនសបុកក៏កើនច្រើនមិនមែនតែជាន់ទី1ទេជាន់គ្រប់ជាន់ទាំងអស់គឺកើនសัตว์ខ្លាំងហ្មងដោយបងប្អូនបានឃើញវីដេអូពី2ខែមុនដែលខ្ញុំចូលឆែកជាមួយបងប្រុសម្ចាស់ផ្ទះណាបងប្អូននេះផ្ទះនេះគឺអត់មានជាន់ក្រោមគឺអត់មានសัตว์ទេពេលឥឡូវឃើញបងប្អូនឃើញអាចឡើងរាយពេញហ្នឹងហ្មងពីមុនយើងកែគឺអត់មានទេអាចអត់មានអាចលិមួកសัตว์អីអញ្ចឹងទេបងប្អូនគឺសង្ឃថាវាមានដែរប៉ុន្តែវាតិចតួចបំផុតណាបងប្អូនហើយមួយខែគាត់ពេលខ្លះគាត់ថាបេះបានតែ2ខាំអីទេប៉ុន្តែបន្ទាប់ពីយើងកែបាន4ខែជាងខ្ញុំឲ្យគាត់ជួបបេះបានរហូតដល់4គីឡូហើយគាត់បេះ2ដងផងណាបងប្អូនពីដំបូងកែបានមួយខែខ្ញុំឲ្យគាត់បេះដែរបេះសបុកចាស់បាន1គីឡូជាងដែរអញ្ចឹងសរុបមកដល់ពេលនេះយើងបេះបាន2ដងម្ដង1គីឡូជាង4ខែចុងក្រោយនេះខ្ញុំឲ្យបេះបាន4គីឡូជាងអញ្ចឹងមានន័យថាសัตว์គាត់ផ្ទះគាត់កើនខ្លាំងណាស់បងប្អូនបាទយូរជួបមួយដែរបងប្អូនផ្ទះបែបនេះយើងកែទៅបានមករយៈខ្លីប៉ុន្តែផលយើងបានច្រើនអញ្ចឹងណាបងប្អូនបាទពេលខ្លះផ្ទះខ្លះយើងកែហើយអាចទុករយៈពេល10ខែ1ឆ្នាំអាចខ្លះកន្លែងតំបន់ខ្លះ1ឆ្នាំជាងប៉ុន្តែតំបន់នេះនៅទីក្រុងមែនប៉ុន្តែយើងកែហើយកើនផលលឿនមែនតើបាទភ្ញាក់ផ្អើលដែរបងប្អូនបាទអញ្ចឹងចាប់ពីពេលនេះទៅផ្ទះនេះជោគជ័យហើយសំខាន់ម្ចាស់ផ្ទះគាត់ថែទាំតាមអ្វីដែលខ្ញុំប្រាប់ទៅគឺល្អហើយបងប្អូនបាទចាប់ពីហ្នឹងទៅគឺគាត់ខ្ញុំបរៀនគាត់ឲ្យចេះថែទាំឲ្យគាត់ចេះមើលភ្លើងមើលសំណើមមើលអីចឹងទៅហើយមានចម្ងល់អីគាត់សួរនាំខ្ញុំចឹងណាបងប្អូនបាទដូច្នេះហើយប្រទេសនេះខ្ញុំបកគលឲ្យម្ចាស់ផ្ទះរួចហើយក៏យើងបញ្ចប់កងត្រាជូនគាត់ដែរព្រោះយើងមានកងត្រាច្បាស់លាស់ហើយគាត់ក៏ទុកចិត្តពួកខ្ញុំដែរបាទបានកែជូនគាត់ដោយបានជោគជ័យលទ្ធផលល្អជូនគាត់បែបនេះបាទហើយនេះគឺជាវីដេអូប្រហែលជា2ខែមុនទេបងប្អូនវីដេអូថ្មីដែលគាត់ចូលបេះខ្ញុំបានដាក់នៅវីដេអូខាងមុខឲ្យបងប្អូនបានឃើញមិនអញ្ចឹងណាបងប្អូនបាទហើយការបេះអីខ្ញុំបរៀនគាត់រួចរាល់អស់ហើយការថែទាំបាញ់ថ្នាំឬក៏សម្អាតអីផ្សេងហ្នឹងគឺម្ចាស់ផ្ទះគាត់អាចគ្រប់គ្រងដោយខ្លួនឯងបានហើយបាទដូច្នេះបងប្អូនត្រូវការប្រឹក្សាយោបល់ពាក់ព័ន្ធនឹងការកែផ្ទះឬក៏ធ្វើផ្ទះថ្មីដែលមានទំនុកចិត្តបងប្អូនអាចតាក់ទងពួកខ្ញុំបានខ្ញុំនឹងរៀបរាប់នឹងឆ្លើយជូនបងប្អូនគ្រប់សំណួរទាំងអស់ពាក់ព័ន្ធនឹងវិជ្ជាកម្មហើយបងប្អូនមានចម្ងល់អ្វីឲ្យតែពាក់ព័ន្ធនឹងវិជ្ជាកម្មបងប្អូនអាចសួរខ្ញុំបានបាទហើយអរគុណបងប្អូនបាទអរគុណជួបគ្នានៅវីដេអូក្រោយទៀតបាទ